Tilly, tilly, boy, close your eyes now. Someone's walking outside and knocks on the door. រឿងថ្ងៃនេះបានកើតឡើងចំពោះភរិយាបងប្រុសម្នាក់ដែលមានឈ្មោះថាបងលីបងលីមានវ័យប្រមាណ40ឆ្នាំ បច្ចុប្បន្នគឺជាកម្មករនៅលើកប៉ាល់មួយដ៏ធំនៅខេត្តព្រះសីហនុអញ្ចឹងកប៉ាល់ហ្នឹងជាកប៉ាល់ដឹកប្រេងឬក៏ជាកប៉ាល់ដឹកទំនិញយើងអត់ដឹងទេពួកគាត់អត់បានបញ្ជាក់ដែរការងាររបស់បងលីគឺតម្រូវឲ្យគាត់ត្រូវស្នាក់នៅលើកប៉ាល់ទាំងថ្ងៃទាំងយប់តែម្ដងហើយពេលខ្លះគឺគាត់ត្រូវឡើងមកស្នាក់នៅកំពង់ផែរយៈពេលចន្លោះពី1អាទិត្យទៅកន្លះខែម្ដងទើបគាត់បានត្រឡប់ទៅលេងផ្ទះជួបជុំជាមួយនឹងគ្រួសាររបស់គាត់គ្រួសារបងលីមានសមាជិក6នាក់គឺមានប្រពន្ធគាត់ដែលមានអាយុទៅតែ25ឆ្នាំតែប៉ុណ្ណោះក្មេងដែរគឺជាគ្រូបង្រៀននៅសាលាក្បែរផ្ទះមានឪពុកម្ដាយក្មេកគាត់ហើយនឹងកូនតូចៗអាយុ3ឆ្នាំម្នាក់ហើយនឹង1ឆ្នាំម្នាក់ទៀតផងជីវភាពគ្រួសាររបស់បងលីគឺសមរម្យកាលនោះបងលីប្រាប់ថាប្រពន្ធរបស់គាត់ត្រូវវិញ្ញាណខ្មោចចូលខ្លួនផងខ្មោចគ្រប់គ្រងលើខ្លួនផងព្រោះរឿងទទួលបានដីគេមរតកពីជីដូនជីតាតែជាសំណាងល្អគាត់បានទៅរកព្រះសង្ឃមួយអង្គជួយតន់បើមិនដូច្នោះទេគាត់អាចនឹងបាត់បង់ប្រពន្ធជាទីស្រឡាញ់របស់គាត់ជារៀងរហូតក៏ថាបានដែរហើយទម្រាំតែគាត់បានដឹងពីការពិតគ្រប់យ៉ាងប្រពន្ធរបស់គាត់ស្ទើរតែខ្លាចទៅជាមនុស្សឈួតបាត់ទៅហើយនឹងមានរឿងស្មានមិនដល់ជាច្រើនបានកើតឡើងនៅក្នុងឆ្នាំនោះព្រោះជាឆ្នាំដែលប្រពន្ធបងលីគឺមានរាសីដាក់ខ្លាំងមែនទែនដែលធ្វើឲ្យគាត់តែងតែជួបនៅរឿងមិនល្អរឿងអពមង្គលជាពិសេសគឺជួបតែពពួកអមនុស្សដែលចូលមកគ្រប់គ្រងផ្លូវចិត្តតែម្ដងអញ្ចឹងឆ្នាំដែលអពមង្គលរាសីដាក់ហ្នឹងពីច្រើនឆ្នាំគត់ហើយមើលទៅឆ្នាំគត់គ្រាន់តែប្រហែលជាគាត់អត់បញ្ជាក់តែពីឆ្នាំគត់ទេដឹងឆ្នាំគត់ហ្មងក្រៅពីហ្នឹងអត់អីវាដោយដែរបងលីបានប្រាប់ថារឿងដែលគាត់បានជួបនោះគឺនៅប្រហែលជាអំឡុងឆ្នាំ2018នេះតែប៉ុណ្ណោះថ្ងៃមួយពេលគាត់កំពុងតែចុះពីកប៉ាល់ទៅវិញគាត់ក៏បានទទួលទូរស័ព្ទពីឪពុកក្មេកគាត់ថាឲ្យគាត់ប្រញាប់ទៅផ្ទះវិញជាបន្ទាន់ព្រោះប្រពន្ធនិងកូនស្រីរបស់គាត់ដែលមានអាយុប្រហែលជា10ឆ្នាំបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយបានជិះម៉ូតូជ្រុលចង្កូតទៅបុកជាមួយនឹងសត្វគោដែលកំពុងតែដើរនៅកណ្ដាលថ្នល់ពេលត្រឡប់មកដល់ផ្ទះវិញបងលីក៏ប្រញាប់រត់ទៅរកប្រពន្ធរបស់គាត់ដោយក្តីបារម្ភខ្លាំងមែនទែនប៉ុន្តែមិនបានកើតអ្វីធ្ងន់ធ្ងរពេកនោះទេព្រោះក្រោយកើតហេតុប្រពន្ធបងលីត្រូវរលត់ដៃរលត់ជើងឆ្លោះកដៃកជើងតែពេលគ្រោះថ្នាក់នោះគាត់អាចជិះម៉ូតូដឹកក្មួយប្រុសត្រឡប់មកវិញបានធម្មតាព្រឹកឡើងបងលីក៏ប្រញាប់រស់រាន់ចេញម៉ូតូដើម្បីដឹកប្រពន្ធរបស់គាត់យកទៅមន្ទីរពេទ្យខេត្តភ្លាមដែរហើយក្រោយពីត្រួតពិនិត្យហើយលោកគ្រូពេទ្យក៏ប្រាប់ថាក៏ជើងប្រពន្ធរបស់គាត់នឹងដួលត្រូវកន្លែងសំខាន់ដែរគឺផ្លត់ឆ្អឹងដូច្នេះត្រូវតែធ្វើការវះកាត់ទៅបានថាពេលដែលផ្លត់ដបងអត់តន់ឈឺទេអ្នកខ្លះតែការពិតទៅគឺធ្ងន់ធ្ងរដែរពេលផ្លត់ដបងវាចូលវាអត់ចំកន្លែងដែលយើងត្រូវធ្វើការលើវាពេលខ្លះយើងបើកឡានជិះម៉ូតូអីធម្មតាប៉ុន្តែដល់ពេលត្រូវធ្វើមែនតើទុកអញ្ចឹងមិនបានក៏ដៃក៏ជើងឃើញក៏ខ្លះនៅហ្នឹងមានករណីអញ្ចឹងច្រើនណាស់អ្នកខ្លះដួលគ្រោះថ្នាក់ចរាចរណ៍អ្នកដែលគ្រោះថ្នាក់ហ្នឹងដើរទៅរកពេទ្យខ្លួនឯងហើយទៅសន្លប់នៅពេទ្យខ្ញុំក៏ធ្លាប់ដែរហើយមានករណីនោះដែលលោកគ្រូពេទ្យប្រចាំកន្លែងហ្មងគាត់ប្រាប់យើងអ្នកជំងឺហ្នឹងកាន់ដៃគាត់តែដាច់ពេលដែលគ្រោះថ្នាក់ចរាចរណ៍ប្រាប់ថានេះដៃខ្ញុំលោកគ្រូមានសតិមិននិយាយជាមួយគ្រូពេទ្យអាដៃខ្ញុំក៏មានមួយទៀតពោះចឹកវាយពោះឡើងងាប់ហើយជ្រក់ពោះនឹងថង់យកមកទៀតអាហ្នឹងក៏ល្អដែរបាទស្ដាប់ទៅវាដូចជាអត់រឿងដែលអត់គួរទៅរួចទេប៉ុន្តែវាកាត់ឡើងប៉ិតនៅមន្ទីរពេទ្យប៉ិតមកតែយើងចុះវេនយាមណោះប៉ុន្តែនៅពេលនោះប្រពន្ធបងលីប្រកែកមិនចង់ធ្វើការវះកាត់នោះទេអាហ្នឹងគឺសឹងតែ60ទៅ70%ឯអ្នកជំងឺនៅពេលដឹងរឿងអញ្ចឹងតែងតែអត់ចង់វះកាត់ជាពិសេសគឺនៅពេលដែលរបស់ត្រូវវះកាត់ប៉ុន្តែក៏អត់ឈឺខ្លាំងក៏ទ្រាំបានគាត់គិតថាអត់អីព្រោះគាត់ខ្លាចមុខកំបិតហើយម្យ៉ាងរឿងដែលសំខាន់នោះគឺអត់ចង់ចំណាយលុយច្រើនគិតថាធម្មតាទៅក៏វាគង់តែជាក្រោយមកពួកគាត់ទាំងពីរនាក់ក៏បានសម្រេចចិត្តថានឹងទៅរកគ្រូខ្មែរចាប់សរសៃឬក៏គ្រូស្ដោះផ្លុំនៅតាមភូមិវិញព្រោះអាចមានតម្លៃធូរថ្លៃជាងនិងមានប្រសិទ្ធភាពល្មមអាចទុកចិត្តបាននេះឯងជាបញ្ហាដែលយើងធ្លាប់ជួបហើយអាហ្នឹងគឺយើងអត់និយាយអត់បានហ្មងពួកអីគេពួកយើងគឺទទួលនៅបញ្ហា
បងប្អូនយើងដែលគាត់មកព្យាបាលនៅមន្ទីរពេទ្យហើយបញ្ហាលើកទី1គឺគាត់អត់មានថវិកាគាត់ក៏សម្រេចចិត្តត្រឡប់ទៅរកគ្រូខ្មែរវិញហើយដឹងមិនអត់នៅពេលដែលក្រោយនឹងអា complication អាភាពស្មុគស្មាញនៃការព្យាបាលទាំងអស់ហ្នឹងវាកើតឡើងគាត់ក៏ត្រឡប់មករកគ្រូពេទ្យបច្ចុប្បន្នវិញហ្នឹងហើយទីបំផុតគឺជួយអីអត់កើតទេតែឥឡូវនេះយើងមានបសសយើងមានអីច្រើនហើយប្រើអាហ្នឹងទៅព្រោះបាក់ដៃបាក់ជើងខិចដៃខិចជើងអីរបស់អញ្ចឹងប្រើបានស្រួលមែនតើពីមុនជួបច្រើនមែនតើបានថាដៃហ្នឹងតាមពិតត្រូវតមកវិញបានជាប់ស្អាតបាតណាតែគាត់អត់ព្រមធ្វើជាមួយនឹងលោកគ្រូពេទ្យទេគាត់ក៏ទៅរកគ្រូខ្មែរគ្រូនេះគ្រូនោះអញ្ចឹងទៅ8ខែមកដៃហ្នឹងវាជា2បាត់ទេហើយដៃហ្នឹងគឺបានដោះជាប់គ្នាបាត់ហើយអីដែលយើងអាចជួយគាត់បានបើសិនជាចង់ជួយមែនត្រូវតែផ្ដាច់ឆ្អឹងនឹងឡើងមកវិញដើម្បីឲ្យវាធំមកវិញពេលខ្លះយើងមិនចាំបាច់យើងធ្វើទៀតហើយពេលខ្លះបើអាយុគាត់រៀងចិនណារៀងអីទៀតគឺលេងប៉ះពាល់ហ្មងអញ្ចឹងដៃហ្នឹងគឺកងងចេះរហូតហើយបន្ទាប់មកទៀតពួកគាត់ក៏បានសម្រេចចិត្តទៅរកគ្រូចាប់សរសៃនៅក្នុងភូមិម្នាក់ដែលល្បីក្រោយទទួលការស្ដោះផ្លុំតម្រង់ឆ្អឹងនិងចាប់សរសៃអាការៈភរិយារបស់បងលីក៏បានធូរស្បើយមែនតើគឺគាត់អាចដើរបានធ្វើការបានធម្មតាហ្នឹងហើយសសឹងតែជាករណីដែលធ្វើឲ្យគេជឿទៅលើគ្រូខ្មែរដោយសារតែពេលកាច់ទៅភឹមអ្នកជំងឺដើរបានប៉ុន្តែរំលងមិនយូរប៉ុន្មានប្រហែលជាមួយអាទិត្យក្រោយមកប្រពន្ធបងលីក៏ចេះតែស្រក់សាច់ធ្លាក់ខ្លួនស្គមទៅពីមួយថ្ងៃទៅមួយថ្ងៃហើយកែវភ្នែកចាប់ផ្ដើមឡើងខ្មៅខុសប្លែកពីធម្មតាបងលីប្រាប់ថាប្រពន្ធគាត់ដែលធ្លាប់តែជាមនុស្សមានសាច់មានឈាមស្រស់ស្អាតតាំងពីគីឡូ50ជាងស្រាប់តែស្រកគីឡូមកនៅសល់ត្រឹមតែ40គីឡូជាងទៅវិញរឿងនេះបានធ្វើឲ្យឪពុកម្ដាយនិងបងលីមានការងឿងឆ្ងល់យ៉ាងខ្លាំងដោយសារមានការមន្ទិលសង្ស័យនៅក្នុងចិត្តបងលីក៏បានសុំច្បាប់សម្រាកនៅកន្លែងការងារហើយក៏បាននាំប្រពន្ធគាត់ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យតូចធំល្បីៗជាច្រើននៅក្នុងខេត្តព្រះសីហនុប៉ុន្តែក្រោយត្រួតពិនិត្យសុខភាពរាងកាយគ្រប់យ៉ាងចម្លើយពីគ្រូពេទ្យគឺដូចគ្នាទាំងអស់ថាប្រពន្ធរបស់គាត់គ្មានជំងឺប្រចាំកាយអ្វីនោះទេគាត់គ្រាន់តែហត់ឬក៏ stress នឹងការងារផ្ទះតែប៉ុណ្ណោះគ្រូពេទ្យក៏បានឲ្យថ្នាំបើកម្លាំងនិងណែនាំថាឲ្យប្រពន្ធបងលីនឹងព្យាយាមញ៉ាំអាហារឲ្យបានច្រើនបំពេញសុខភាពហើយនឹងសម្រាកឲ្យបានគ្រប់គ្រាន់តាមលទ្ធភាពដែលអាចធ្វើបានដោយនៅមិនស្ងប់ក្នុងចិត្តចុងក្រោយបងលីក៏សម្រេចចិត្តថានឹងនាំប្រពន្ធរបស់គាត់ទៅស្រោចទឹកលើករាសីនៅឯវត្តនឹងរកព្រះសង្ឃខ្លាំងពូកែមួយអង្គដើម្បីមកជួយមើលផងដែរក្រែងលោកប្រពន្ធរបស់គាត់នឹងត្រូវអំពើគេជាដើមព្រឹកថ្ងៃបន្ទាប់បងលីក៏បានដឹកប្រពន្ធរបស់គាត់ទៅស្រោចទឹកនៅវត្តដ៏ល្បីមួយបាទកន្លែងហ្នឹងគឺគាត់សុំមិនបញ្ចេញឈ្មោះទេនឹងបាននិមន្តព្រះសង្ឃមួយអង្គដើម្បីឲ្យជួយគុណគូមើលជើងលេខចឹងទៅក្រែងប្រពន្ធរបស់គាត់នឹងត្រូវបានគេដាក់អំពើគាត់បានទៅល្មើសទៅលើព្រលឹងវិញ្ញាណខាងណាខាងណីចឹងណាក្រោយគុណគូចាប់សពគ្រប់ព្រះសង្ឃចៅអធិការវត្តក៏បានមានសង្ឃដីកាប្រាប់ទៅបងលីថាប្រពន្ធគាត់ពិតជាត្រូវវិញ្ញាណពួកអមនុស្សតាមមកយាយីមែនតែព្រះអង្គមិនអាចដោះស្រាយបានទេព្រោះព្រះអង្គគឺជាព្រះសង្ឃបដិបត្តិធម៌គ្មានមុនវិជាអាគមអូមអាមអ្វីនោះឡើយបន្ទាប់ពីបានដឹងដូច្នេះហើយបងលីក៏បានថ្វាយបង្គំលាព្រះសង្ឃអង្គនោះត្រឡប់មកផ្ទះវិញតែមុននឹងចាក់ចេញគាត់ក៏បានឆ្លៀតចេញទៅសួរលោកតាអាចារ្យវត្តនិងដូនជីថាតើពួកគាត់មានស្គាល់គ្រូមុនអាគមណាដែលខ្លាំងពូកែអាចជួយប្រពន្ធគាត់បានដែរឬទេភ្លាមនោះក៏មានកូនសិស្សលោកម្នាក់បានដើរមកជិតបងលីនិងបានខ្សឹបប្រាប់គាត់ថាមានគ្រូមុនអាគមល្បីឈ្មោះម្នាក់នៅភូមិត្បូងគេល្បីថាគាត់ខ្លាំងរឿងដោះអំពើណាបងលីឮបែបនេះហើយអរណាស់គាត់ក៏បានសួរនាំនិងសុំលេខទូរស័ព្ទលោកគ្រូនោះពីកូនសិស្សលោកតុកក្រោយបានលេខទូរស័ព្ទហើយយប់នោះបងលីក៏បានខលទៅសួរនាំលោកគ្រូនិងបាននិយាយណាត់គ្នាឲ្យរួចជាស្រេចតែម្ដងស្អែកឡើងបងលីក៏មិនរងចាំយូរដែរក៏បានពឹងឲ្យប្អូនគាត់យកឡានមកដឹកគាត់និងប្រពន្ធរបស់គាត់នឹងទៅឯភូមិខាងត្បូងដើម្បីទៅផ្ទះលោកគ្រូមុនអាគមនោះតែម្ដងផ្ទះលោកគ្រូនោះគឺស្ថិតនៅចុងភូមិរៀងដាច់ស្រយាលពីគេឯងបន្តិចនិងមានរៀបចំជាលក្ខណៈអាសនៈបែបធរអាហើយគាត់ក៏មានរាងចំណាស់អាយុប្រហែលជា60ឆ្នាំទៅហើយដែលគេស្គាល់គាត់ថាគឺជាគ្រូបញ្ជាន់រូបដោះអំពើបែបបុរាណម្នាក់ដែលមានឈ្មោះល្បីខ្លាំងមែនទែនប្រចាំភូមិមកដល់ភ្លាមលោកគ្រូក៏ចាប់ផ្ដើមធ្វើតាមពិធីបុរាណរបស់គាត់របៀបរបបចឹងទៅហើយក៏បានផ្ដាំបងលីថាស្អែកឡើងត្រូវនាំប្រពន្ធរបស់គាត់នឹងមកធ្វើពិធីម្ដងទៀតកុំបីខានក្រោយចប់ពិធីបងលីក៏បាននាំប្រពន្ធរបស់គាត់ត្រឡប់ទៅផ្ទះវិញតែសភាពប្រពន្ធរបស់គាត់ក៏មិនបានប្រសើរឡើងដែរ
លើកនេះប្រពន្ធរបស់គាត់ចេះតែរអ៊ូថាមិនក៏មានអារម្មណ៍ថាអស់កម្លាំងខ្លាំងម៉េះលហិតលហៃតុនដៃតុនជើងហើយភ្នែករបស់គាត់ចង់តែបិទភ្នែកគេងតែប៉ុណ្ណោះនៅតាមផ្លូវជីឡានត្រឡប់មកវិញណាបងលីថាចង់បដូរគ្រូផ្សេងមើលម្ដងតែឪពុកម្ដាយក្មេករបស់គាត់ខាត់ព្រោះចាំមើលថាតើពិធីថ្ងៃស្អែកហ្នឹងនឹងមានអ្វីបន្តទៀតក្រែងលោកបានធូរស្បើយជាងនេះពេលនោះក្នុងចិត្តបងលីតបប្រមល់ខ្លាំងមែនទែនគាត់កាន់តែបារម្ភពីសុខភាពប្រពន្ធរបស់គាត់ជាពិសេសគឺសុវត្ថិភាពថាតើគាត់នឹងមានអីកើតឡើងនៅថ្ងៃស្អែកព្រឹកឡើងមកដល់បងលីបានដឹកប្រពន្ធរបស់គាត់ទៅផ្ទះលោកគ្រូនឹងតាំងពីព្រលឹមម៉ោង 6 ព្រឹកតែម្ដងទៅដល់ភ្លាមលោកគ្រូក៏ចាប់ផ្ដើមធ្វើពិធីរបស់គាត់ដោយការដុតធូប 7 សរសៃសូត្រធម៌នៅលើក្បាលប្រពន្ធបងលីផងសូត្រធម៌បានមួយសន្ទុះប្រពន្ធបងលីក៏ចាប់ផ្ដើមសើចយកមកតំហឹងតែម្ដងសើចដូចអត់មានរឿងអីសោះសើចយកដូចមិនមែនជាខ្លួនគាត់ចឹងហើយបន្ទាប់មកក៏ចាប់ផ្ដើមយំវិញម្ដងយំសើចដូចមនុស្សអត់គ្រប់សតិចឹងក្រោយមកក៏ត្រឡប់ទៅជាសភាពធម្មតាវិញហើយប្រពន្ធបងលីក៏ចេះតែនឿយហត់អស់កម្លាំងខ្លាំងមែនទែនសង្ងំបិទភ្នែករហូតចប់ពិធីលោកគ្រូក៏ផ្ដាំឲ្យបងលីថាស្អែកឡើងត្រូវនាំប្រពន្ធរបស់គាត់មកធ្វើពិធីម្ដងទៀតដើម្បីជាកិច្ចបញ្ចប់គម្រប់3ថ្ងៃអញ្ចឹងមិនមែនធ្វើតែ2ណាធ្វើ3ថ្ងៃបងលីក៏ចេះតែធ្វើតាមបណ្ដាំលោកគ្រូទៅធ្វើមិនឲ្យចប់ទៅតែនៅក្នុងការគិតនៅក្នុងចិត្តគាត់គឺមិនស្ងប់ឡើយព្រោះឃើញសភាពជំងឺប្រពន្ធរបស់គាត់នៅតែធ្ងន់ដដែលដោយមិនហ៊ានខកខានស្អែកឡើងព្រលឹមស្រាងបងលីក៏នាំប្រពន្ធរបស់គាត់មកដល់ផ្ទះលោកគ្រូតាមសន្យាក្រោយពេលមកដល់លោកគ្រូក៏បានធ្វើពិធីដោយម្សិលមិញដែរតែលើកនេះគាត់បានឲ្យប្រពន្ធបងលីដេកលើគ្រែឫស្សីមួយហើយដាក់ក្បាលដំណេកទៅទិសខាងលិចបន្ទាប់មកគាត់ក៏បានអុជធូប 7 សរសៃកូរទឹកក្នុងផ្តិលព្រមទាំងសូត្រធម៌ស្ដោះផ្លុំតាំងពីក្បាលដល់ចុងជើងប្រពន្ធបងលីសូត្រប្រមាណបានជាង 5 នាទីក្រោយមកប្រពន្ធបងលីក៏ស្រែកឡើងដោយសំឡេងឈឺចាប់និងទ្រហោយំខ្លាំងបំផុតប៉ុន្តែម្ដងនេះសំឡេងនោះហាក់ដូចជាមិនមែនសំឡេងប្រពន្ធគាត់នោះទេតែបែរដូចជាសំឡេងក្មេងប្រុសម្នាក់ទៅវិញនេះបង្ហាញឲ្យឃើញថានៅក្នុងខ្លួនប្រពន្ធបងលីគឺជាវិញ្ញាណខ្មោចក្មេងប្រុសដែលកំពុងតែស្ថិតនៅវ៉ាវពេលប្រពន្ធបងលីយំកាន់តែខ្លាំងគាត់ក៏ចាប់ផ្ដើមរើខ្លួនចង់ក្រោកឡើងចេញពីគ្រែដូចជាក្តៅក្រហល់ក្រហាយក្នុងខ្លួនឃើញសភាពមិនស្រួលលោកគ្រូក៏បានឲ្យបងលីនិងឪពុកម្ដាយក្មេកគាត់ជួយចាប់ដៃចាប់ជើងប្រពន្ធបងលីឲ្យដេកទៅវិញហើយលោកគ្រូគាត់ក៏ចេះតែបន្តសូត្រធម៌ជាច្រើនមេដើម្បីបណ្ដេញវិញ្ញាណខ្មោចក្មេងប្រុសនោះឲ្យចេញពីខ្លួនប្រពន្ធបងលីឲ្យខានតែបានសូត្របណ្ដើរលោកគ្រូក៏បានសួរទៅវិញ្ញាណក្មេងប្រុសនោះបណ្ដើរថាឯងជានរណាមកពីណាហេតុអ្វីមកនៅក្នុងខ្លួនគេបែបនេះដោយការឈឺចុកចាប់និងហាក់ដូចជាស្ថិតនៅក្នុងខ្លួនប្រពន្ធបងលីលែងបានវិញ្ញាណខ្មោចក្មេងប្រុសនោះក៏តបថាយើងនៅកន្លែងនេះយូរហើយយើងឯកាណាស់យើងចង់មានគ្នាលេងទៅតាមមកនៅក្នុងខ្លួនវាអូលឺចម្លើយបែបនេះទើបធ្វើឲ្យបងលីនឹកឃើញទៅដល់ពេលដែលប្រពន្ធនិងកូនស្រីរបស់គាត់ដួលម៉ូតូគឺពិតជាកន្លែងដែលប្រលឹងក្មេងប្រុសនោះស្ថិតនៅហើយមើលទៅទើបធ្វើឲ្យវាអាចចូលមកនៅក្នុងខ្លួនប្រពន្ធរបស់គាត់បានដើម្បីចង់មកលេងជាមួយនឹងកូនស្រីគាត់វ៉ាត់ព្រោះពេលនោះប្រពន្ធរបស់គាត់គឺគ្មានខ្សែកខ្សែចង្កេះវត្ថុស័ក្តិសិទ្ធិអីពាក់នៅនឹងខ្លួនដើម្បីការពារខ្លួនដែរលោកគ្រូក៏ចេះតែសូត្រធម៌បណ្ដើរនិងនិយាយលួងលោមបណ្ដើរផងគំរាមផងទៅប្រលឹងក្មេងប្រុសនោះថាឯងត្រូវតែឆាប់ចេញពីខ្លួនគេទៅបើមិនអញ្ចឹងទេអញនឹងចាត់ការប្រលឹងឯងឲ្យនៅវល់ជាជាពុំខានប្រលឹងក្មេងប្រុសនោះក៏បានស្នើលក្ខខណ្ឌថាអញនឹងចេញទៅដល់រាបណាមានអ្នកទៅធ្វើបន់បញ្ជូនកសលឲ្យអញដើម្បីឲ្យអញទៅចាប់កំណើតសាជាតិថ្មីបងលីក៏បានយល់ព្រមនឹងសំណើនេះដែលគាត់និយាយតបថាខ្ញុំនឹងទៅធ្វើបុណ្យឲ្យគ្រប់ចំនួន7វត្តតែម្ដងឲ្យតែក្មេងនេះព្រមចេញពីខ្លួនប្រពន្ធរបស់គាត់បងលីនិយាយចប់ប្រពន្ធរបស់គាត់ស្រាប់តែប្រកាច់កឡើងរឹងភ្នែកឡើងស្លើបើកធំរួចក៏សន្លប់បាត់ស្មារតីទៅ
ប្រមាណជាង15នាទីក្រោយមកទើបគាត់ភ្ញាក់ដឹងខ្លួនឡើងមកវិញក្រោមការសូត្រធម៌និងស្រោចទឹកមុនពីលោកគ្រូផងក្រោយមកពួកគាត់ក៏បាននាំគ្នាត្រឡប់មកផ្ទះវិញនិងបានទៅធ្វើបុណ្យទាន7វត្តតាមការសន្យាមែនហើយចាប់តាំងពីពេលនោះមកសុខភាពរបស់ប្រពន្ធបងលីក៏រៀងធូរស្រាលខ្លាំងមែនទែនហើយគាត់ចាប់ផ្ដើមហូបបាយបានគេងបានហើយគីឡូក៏ចាប់ផ្ដើមឡើងមកវិញស្រើៗដែរវ៉ាវដូចជើងកបមកជាមួយជើងកបអាកន្លែងគ្រោះថ្នាក់ចរាចរណ៍គឺមានជើងកបជើងកបយើងសំតែជើងកបវានៅធ្វើយើងគ្រោះថ្នាក់នេះមកមួយវិញប៉ុន្តែរឿងរ៉ាវល្អៗនៅក្នុងផ្ទះបងលីក៏មិនបានកើតឡើងយូរដែររំលងបានតែជាង10ថ្ងៃយប់មួយពេលដែលគ្រួសារបងលីកំពុងតែសម្រានមើលទូរទស្សន៍ជុំគ្នាប្រពន្ធបងលីស្រាប់តែកាត់អាការៈចម្លែកទៀតហើយប្រកាច់ភ្នែកសបើកស្លើតឡើងទៅលើនិងខ្លួនញាក់កន្ត្រាក់ដូចជាត្រូវខ្សែភ្លើងឆក់អញ្ចឹងបងលីភ័យណាស់ព្យាយាមចាប់ខ្លួនប្រពន្ធគាត់ឲ្យជាប់និងប្រញាប់ដឹកយកទៅមន្ទីរពេទ្យយ៉ាងលឿនទៅដល់មន្ទីរពេទ្យភ្លាមគ្រូពេទ្យបានចាក់ថ្នាំឲ្យប្រពន្ធបងលីមួយម្ជុលហើយគាត់ក៏គេងលក់មួយស្របក់ទៅក្រោយមកអាការៈប្រពន្ធបងលីក៏បានត្រឡប់មកធម្មតាវិញហើយគ្រូពេទ្យក៏បានប្រាប់ថាវាគ្រាន់តែជាអាការៈកន្ត្រាក់ដោយការនឿយហត់ធម្មតាតែប៉ុណ្ណោះចាក់ថ្នាំនិងលេបថ្នាំតែ3ថ្ងៃទៅជាហើយត្រឡប់មកដល់ផ្ទះវិញដោយមិនអស់ចិត្តបងលីក៏បានជិះម៉ូតូទៅរកគ្រូទាយល្បីឈ្មោះនៅក្នុងខេត្តចិត្តនឹងដែលអ្នកស្រុកល្បីថាគាត់មានលក់វត្ថុស័ក្តិសិទ្ធិការពារខ្លួនពីព្រលឹងខ្មោចនានាទៅដល់ភ្លាមគាត់ក៏បានចូលទៅជួបគ្រូទាយនឹងហើយបានទិញរូបព្រះអង្គខ្មៅមួយអង្គយកមកដាក់នៅលើក្បាលដំណេកប្រពន្ធរបស់គាត់ដោយសង្ឃឹមថាអាចជួយការពារនិងបណ្ដេញព្រលឹងវិញ្ញាណដែលមើលមិនឃើញតែការគិតរបស់បងលីគឺមិនដូចការពិតឡើយថ្ងៃមួយប្រពន្ធរបស់គាត់ស្រាប់តែមានអាការៈចម្លែកកើតឡើងទៀតដោយនៅយប់មួយនោះពេលដែលកំពុងតែសម្រាកនៅក្នុងផ្ទះប្រពន្ធបងលីស្រាប់តែស្ទុះក្រោកឡើងហើយស្រែកខ្លាំងៗថាចេញទៅកុំមកសង្កត់លើខ្លួនខ្ញុំបងលីភ័យណាស់ចាប់អង្រួនខ្លួនប្រពន្ធគាត់ហើយក៏សួរនាំថាកាត់អីប្រពន្ធបងលីក៏បានប្រាប់ថាគាត់បានឃើញរូបមនុស្សប្រុសខ្មៅមួយមៀតយ៉ាងធំមកសង្កត់លើខ្លួនគាត់សង្កត់កាន់តែធ្ងន់ទៅធ្វើឲ្យគាត់ស្ទើរតែដកដង្ហើមមិនដល់គ្នាឮហើយបងលីចាប់ផ្ដើមភ័យទៀតហើយគាត់កាន់តែច្បាស់ក្នុងចិត្តទៀតហើយថាប្រពន្ធរបស់គាត់ច្បាស់ជាមានវិញ្ញាណអ្វីតាមមកធ្វើបាបទៀតហើយលើកនេះឆ្នាំនេះឆ្នាំសម្ដាងរបស់គាត់ហ្មងជួបគ្រប់មុខព្រឹកឡើងបងលីក៏បាននាំប្រពន្ធទៅរកគ្រូដកអំពើមួយផ្សេងទៀតដែលអ្នកភូមិល្បីតគ្នាថាពូកែខាងដកអំពើនឹងដេញព្រលឹងចេញពីខ្លួនគាត់ជាដើមដែលគាត់ធ្លាប់មានប្រវត្តិស្នាក់នៅជាមួយនឹងលោកតាសច្ចាំងម្នាក់នៅលើភ្នំត្បែងគ្រូដកអំពើម្នាក់នោះមានវ័យប្រហែលជាង60ឆ្នាំដូចគ្នាមកដល់ផ្ទះលោកគ្រូភ្លាមគ្រាន់តែក្រឡេកមើលឃើញមុខភរិយារបស់បងលីលោកគ្រូនោះក៏បានសួរថាតើផ្ទះដែលឯងកំពុងតែរស់នៅបច្ចុប្បន្នហ្នឹងធ្លាប់មានទំនាស់ក្តីក្តាំងជាមួយនឹងអ្នកណាឬក៏អ្នកជិតខាងដែរឬទេឆ្ងល់បដ ாய் ហេតុអីបានសួរអញ្ចឹងបងលីគិតមួយសន្ទុះហើយក៏ឆ្លើយវិញថាបើសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺគ្មាននោះទេដោយសារតែខ្ញុំមិនសូវបាននៅផ្ទះជាប់លាប់ខ្ញុំរវល់តែចេញទៅធ្វើការនៅលើកប៉ាល់ឬក៏ពេលខ្លះជាប់នៅលើកំពង់ផែរាប់សិបអាទិត្យឯណោះងាកទៅសួរប្រពន្ធបងលីវិញគាត់ក៏នឹកមិនឃើញដែរថាមានទំនាស់ជាមួយអ្នកណាព្រោះការរស់នៅដូចជាធម្មតាមិនដែលមានរឿងទាស់ពាក្យសម្ដីជាមួយអ្នកណាគេធំដុំនោះឡើយក្រោយទទួលបានចម្លើយបែបនេះលោកគ្រូក៏បានគុណគូនឹងនិយាយប្រាប់ដំណើរសាច់រឿងដែលគាត់មើលឃើញប្រាប់ប្តីប្រពន្ធបងលីថាការពិតនៅក្នុងបរិវេណផ្ទះដែលឯងរស់នៅសប្តាហ៍ហ្នឹងធ្លាប់មានមនុស្សបានយកកំទេចឆ្អឹងខ្មោចអនាថាឬក៏អាចជាឆ្អឹងខ្មោចស្លាប់ដៃហោយកទៅរោយដាក់នៅជុំវិញផ្ទះដើម្បីឲ្យពពួកវិញ្ញាណខ្មោចទាំងអស់នោះស្ថិតនៅជាមួយនឹងម្ចាស់ផ្ទះនិងធ្វើបាបម្ចាស់ផ្ទះកុំឲ្យរស់នៅបានសេចក្តីសុខពពួកឆ្អឹងទាំងអស់នោះគឺជារបស់អពមង្គលខ្លាំងណាស់ដែលមិនគួរបណ្ដោយឲ្យមាននៅក្នុងបរិវេណផ្ទះបុគ្គលណាម្នាក់នោះឡើយស្ដាប់ឮហើយបងលីហើយនឹងប្រពន្ធរបស់គាត់ភ័យខ្លាំងមែនទែនណាក៏ភ័យដែរស្ដាប់ឮបែបហ្នឹងគាត់ក៏បានសួរថាតើមានវិធីកែខៃអីអត់លោកគ្រូនោះក៏ប្រាប់វិញថាវិធីចេះតែមានឯងត្រូវត្រៀមប្រដាប់ប្រដាធ្វើសក្ការៈឲ្យបានគ្រប់ចំនួនជាមុនសិននិយាយចប់លោកគ្រូក៏បានយកក្រដាសនិងប៊ិចមកកត់ត្រាឈ្មោះគ្រឿងរដាប់សែនព្រេងសំខាន់ហុចទៅឲ្យលីដើម្បីឲ្យបងលីនឹងយកទៅទិញដើម្បីរៀបចំទទួលបានហើយបងលីក៏នាំប្រពន្ធរបស់គាត់ត្រឡប់ទៅផ្ទះវិញសិនដើម្បីរៀបចំគ្រឿងសែនតាមបណ្ដាំព្រឹកថ្ងៃបន្ទាប់លោកគ្រូក៏បានឲ្យបងលីនឹងទៅទទួលយកគាត់ទៅធ្វើពិធីដល់ផ្ទះបងលីផ្ទាល់តែម្ដង
ពេលទិញរបស់របរគ្រប់មុខអស់ហើយហ្នឹងណាដែលមានដូចជាធូបទៀនស្លាម្លូផ្លែឈើមាន់ស្ងោរស្រាសហើយនិងប្រដាប់សំខាន់មួយចំនួនទៀតព្រមទាំងបងលីបានដឹកលោកគ្រូនឹងមកដល់ផ្ទះលោកគ្រូក៏ចាប់ផ្ដើមធ្វើពិធីជំនាញរបស់គាត់ដោយបានរៀបចំសែនព្រេងនៅក្នុងផ្ទះនិងបានយកធូបមួយសរសៃទៅអុជហើយវាយតាមដៃជើងនិងដងខ្លួនប្រពន្ធរបស់បងលីពេលនោះប្រពន្ធបងលីស្រាប់តែស្រែកឡើងដោយការឈឺចាប់ថាអូយទាំងដែលធូបនោះគ្រាន់តែវាយស្រាតែប៉ុណ្ណោះដូចយកទៅគោះអញ្ចឹងរហូតដល់ពិធីចុងក្រោយគឺការស្រោចទឹកមន្តឲ្យប្រពន្ធបងលីបន្ទាប់មកលោកគ្រូនោះក៏បានប្រគល់រូបព្រះមួយអង្គទុកយកទៅបូជានៅលើផ្ទះដើម្បីការពារពីពពួកអមនុស្សព្រមទាំងវិញ្ញាណកំណាចផ្សេងដែលមើលមិនឃើញចប់ពិធីសពគ្រប់បងលីក៏បានជូនលោកគ្រូត្រឡប់ទៅវិញតែបើក្រឡេកមើលសភាពប្រពន្ធរបស់គាត់ហាក់ដូចជាមិនទាន់ល្អណាស់ណាទេតែគាត់ក៏បានធូរស្បើយក្នុងចិត្តបន្តិចដែរព្រោះគាត់គិតថាយ៉ាងណាក៏អស់ទុក្ខអស់ភ័យដែរបន្ទាប់ពីលោកគ្រូនោះបានធ្វើពិធីដល់ផ្ទះបែបនេះប៉ុន្មានថ្ងៃក្រោយមកបងលីក៏ដល់ថ្ងៃដែលត្រូវត្រឡប់ចូលទៅកន្លែងធ្វើការវិញតែសុកឪពុកក្មេកក៏បានខលមកប្រាប់បងលីថាប្រពន្ធរបស់គាត់មានអាការៈមិនស្រួលទៀតហើយម្ដងនេះប្រពន្ធបងលីកាន់តែធ្ងន់ធ្ងរគាត់ឈរនិយាយតែម្នាក់ឯងពេលខ្លះទៀតក៏យកបាយសម្លទៅចាក់ចោលនៅគៀនផ្ទះដូចជាយកទៅសែនឲ្យនរណាគេម្នាក់អញ្ចឹងហើយពេលខ្លះទៀតនោះប្រពន្ធបងលីដើរស្រែកលោឡាពេញផ្ទះដូចជាមនុស្សសតិមិនគ្រប់ធ្វើឲ្យកូនចៅខ្លាចគ្រប់គ្នាមិនពេលខ្លះគាត់ឈរនិយាយជាមួយនរណាគេម្នាក់ក៏មិនដឹងក្នុងរឿងអញ្ចឹងនេះមើលមកព្រឺសពលបានលឺដំណឹងដូចនេះបងលីក៏សុំច្បាប់មេគាត់មកផ្ទះទៀតហើយមកដល់ផ្ទះលើកនេះបងលីហាក់តតម្រេះណាស់មិនដឹងថាត្រូវទៅរកគ្រូអាគមឬក៏គ្រូពូកែកន្លែងណាទៀតទេព្រោះមួយរយៈចុងក្រោយនេះតាំងពីប្រពន្ធរបស់គាត់ត្រូវខ្មោចក្មេងចូលសន្ធិដ្ឋមកមានប្រលឹងកាយសាហាវក្នុងផ្ទះឯប្រពន្ធរបស់គាត់ចេះតែមានអាការៈផ្ដេសផ្ដាស់ដូច្នេះគាត់មិនដឹងថាត្រូវទៅរកគ្រូណាមើលទៀតទេអស់គ្រូហើយគិតចុះគិតឡើងបងលីក៏នឹកឃើញទៅដល់សម្ដីគ្រូនោះថាផ្ទះដែលគាត់រស់នៅសប្តាហ៍ថ្ងៃធ្លាប់មានមនុស្សបានយកកំទេចឆ្អឹងខ្មោចអនាថាឬក៏ឆ្អឹងខ្មោចស្លាប់តៃហោងយកមករយដាក់នៅជុំវិញផ្ទះដើម្បីឲ្យពពួកវិញ្ញាណខ្មោចទាំងអស់នោះស្ថិតនៅជាមួយនឹងម្ចាស់ផ្ទះគិតដល់ចំណុចនេះភ្លាមគាត់ក៏បានយករឿងនេះទៅសួរឪពុកម្ដាយក្មេករបស់គាត់ថាតើដីផ្ទះនេះដែលគាត់កំពុងតែរស់នៅហ្នឹងមានប្រវត្តិយ៉ាងណាដែរកាលពីមុនសួរចោះសួរឡើងទៅឪពុកម្ដាយក្មេករបស់គាត់ប្រាប់ថាដីនេះគឺជាដីគេមរតកដូនតារបស់ភរិយាបងលីដែលបានស្លាប់ទៅមុនបងលីរៀបការមួយឆ្នាំគាត់ក៏បានបបួលកូនស្រីមកធ្វើផ្ទះរស់នៅលើនេះវិញកាលពីមុនគាត់រស់នៅក្នុងភូមិផ្សេងក្បែរនោះតែដោយដីនោះតូចពេកក៏រើផ្ទះមកសាងសង់នៅលើដីថ្មីនេះវិញប៉ុន្តែដីនេះបានមកក្រោមការច្រណែនពីបងប្អូនជីដូនមួយផ្សេងដទៃទៀតព្រោះពួកគេគិតថានេះគឺជាការចែកគេមរតកដែលមិនស្មើភាពគ្នាដីនេះសំតែបានទៅលើអ្នកដែលជាកូនមិនមែនត្រូវធ្លាក់ទៅលើចៅនោះទេចៅនឹងគឺជាភរិយារបស់បងលីនឹងឯងតែឪពុកម្ដាយក្មេករបស់បងលីក៏មិនដឹងថាត្រូវបងប្អូនណាម្នាក់ច្រណែនគាត់ហើយយកកំទេចឆ្អឹងខ្មោចយករឿងរ៉ាវទាំងអស់ហ្នឹងមកធ្វើបែបហ្នឹងដែរព្រោះមុនសាងសង់ផ្ទះដីនេះក៏បានសែនព្រេងធ្វើពិធីក្រុងពិលីត្រឹមត្រូវដែរកន្លែងហ្នឹងបើតាមយើងមើលរឿងមកកន្លងមកមិនថាវិញ្ញាណមានពិតអីក៏ដោយថាបើដីហ្នឹងមានខ្មោចនៅហើយទោះយើងសែនធ្វើម៉េចក៏អត់ទៅដែរអាហ្នឹងគេនៅហ្នឹងហ្មងគេដូចសែនហ្នឹងដើម្បីសុំឲ្យគេអធិស្ឋានឬឲ្យគេមើលថែរក្សាអីចឹងវិញហើយបើសិនជាគេយកឆ្អឹងខ្មោចឬក៏អីនេះទៅដាក់នៅហ្នឹងឬក៏ទៅបញ្ចុះនៅហ្នឹងតាំងពីមុនគាត់សាងសង់ផ្ទះធ្វើដីអីដេញគេចេញមែនតើយើងមានបានទៅដេញទៅយកអាឆ្អឹងហ្នឹងទៅវត្តចោលវិញណាគេនៅហ្នឹងយើងអត់ដឹងផងយើងគ្រាន់តែសែនសុំម្ចាស់ទឹកម្ចាស់ដីដើម្បីសាងសង់ហ្នឹងស្ដាប់ឮចម្លើយពីឪពុកម្ដាយក្មេកគាត់បែបនេះបងលីរៀងស្រងាក់ចិត្តបន្តិចដែរព្រោះគាត់មិនដែលដឹងសោះថាផ្ទះដែលគាត់រស់នៅជុំគ្នាជាមួយនឹងភរិយាសប្តាហ៍ថ្ងៃគឺមានប្រវត្តិមិនសូវល្អបែបនេះកាលពីកំឡោះបងលីគឺជាជាងសំណង់តែក្រោយរៀបការគាត់ក៏ផ្លាស់ប្ដូរមកនៅខេត្តព្រះសីហនុតាមប្រពន្ធរបស់គាត់ហើយក៏ធ្វើជាកម្មករលើកប៉ាល់តែម្ដងទៅនៅមិនសុខចិត្តបងលីក៏បានទាញទូរស័ព្ទទៅសួរម្ដាយបង្កើតដែលរស់នៅខេត្តកំពង់ស្ពឺអំពីរឿងរ៉ាវដែលបានកើតឡើងលើភរិយារបស់គាត់ក្រោយស្ដាប់ដឹងរឿងម្ដាយបង្កើតបងលីនឹងក៏បានឡើងទៅរកកូនដល់ព្រះសីហនុភ្លាមដែរដើម្បីផ្ដល់យោបល់ថាតើគួរធ្វើបែបណាអញ្ចឹងណាហើយគាត់ក៏បានប្រាប់ថាគួរតែនិមន្តព្រះចៅអធិការវត្តណាមួយដើម្បីមកសូត្រមន្តរំដោះគ្រោះលើករាសីផ្ទះនេះតែម្ដងទៅបើពិតជាមានវិញ្ញាណខ្មោចមែនគួរតែធ្វើបែបហ្នឹង
ក្រោយគិតគូរត្រូវរើគ្នាស្អែកឡើងឪពុកម្ដាយក្មេកនិងឪពុកម្ដាយបង្កើតរបស់លីក៏បាននិមន្តព្រះចៅអធិការវត្តនៅជិតផ្ទះមួយអង្គឲ្យមកសូត្រមន្តលើករាសីផ្ទះគាត់លើកនេះព្រះចៅអធិការវត្តដែលបងលីនិមន្តគឺជាព្រះអង្គដែលទៅតែនិមន្តចេញពីធុដងថ្មីគ្រាន់តែនិមន្តដល់ផ្ទះបងលីភ្លាមព្រះសង្ឃចៅអធិការមិនទាន់បាននិមន្តចូលទៅដល់បរិវេណដីផងនោះព្រះអង្គក៏មានសង្ឃដីកាទៅកាន់បងលីថាញោមរាល់ថ្ងៃញោមរស់នៅយ៉ាងម៉េចដែរផ្ទះនេះមានប្រលឹងវិញ្ញាណរស់នៅពីពេញទាំងអស់អត់តិចជាង10នាក់ទេខ្លះឈរខ្លះអង្គុយខ្លះនៅលើមាត់ចណ្ដើរខ្លះអង្គុយនៅមាត់បង្អួចខ្លះទៀតគឺឈរនៅក្បែរខ្លួនញោមតែម្ដងតាមត្រូវគឺគាត់អត់ត្រូវប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងទេប៉ុន្តែអាត្មាឆ្ងល់ថាហេតុអីបានច្រើនម្លេះហើយសួរថាម្ចាស់ផ្ទះនៅបានសុខដែរឬទេអញ្ចឹងបានគាត់សួរតែម្ដងទៅដូចមិនមែនកន្លែងមនុស្សនៅដូចនៅបច្ឆាទៅហើយព្រោះច្រើនពេកហើយនៅក្នុងផ្ទះវិញប្រលឹងវិញ្ញាណខ្មៅសន្ធិដ្ឋដែលមិនត្រូវនឹងធាតុប្រពន្ធរបស់ញោមសោះតែម្ដងឮហើយបងលីបោកភ្នែកធំសម្លឹងមើលព្រះភ័ក្ត្រព្រះអង្គដោយក្តីភ័យខ្លាចនឹងតបទៅវិញថាប៉ិតមែនឬគុណម្ចាស់ខ្ញុំបកករណាមិនដែលដឹងសោះទៅតែឮគុណម្ចាស់មានសង្ឃដីកានៅក្នុងថ្ងៃនេះឯងនិមន្តព្រះអង្គចូលគង់ក្នុងផ្ទះសិនគុណម្ចាស់ព្រះអង្គក៏ចាប់ផ្ដើមសូត្រធម៌លើករាសីតាមលំដាប់នៃព្រះពុទ្ធសាសនាដែលបងលីបានគ្រងទុកបន្ទាប់មកព្រះអង្គក៏បានយកផ្តិលនិមន្តប្រោះព្រំតាំងពីលើផ្ទះរហូតដល់ក្រៅផ្ទះនៅក្នុងគោលបំណងបណ្ដេញឧបទ្រពចង្រៃក៏ដូចជាបណ្ដេញវិញ្ញាណខ្មោចដែលវិលវល់ទាំងអស់នោះចេញពីផ្ទះតែម្ដងក្រោយចប់សពគ្រប់ព្រះសង្ឃចៅអធិការក៏មានសន្និកាប្រាប់បងលីថាប្រពន្ធបងលីកំពុងតែត្រូវពពួកវិញ្ញាណខ្មោចអនាថាខំក្រងផ្លូវចិត្តទើបបណ្ដាឲ្យមានសភាពក្នុងចិត្តនឹងមិនប្រក្រតីចេះតែគិតរវើរវាយផ្ដេសផ្ដាសចំណែកឯនៅក្នុងបន្ទប់គេងលើក្បាលដំណេកគឺមានប្រលឹងខ្មៅនៅឈរគ្រប់គ្រងតែម្ដងដែលស្ថិតនៅក្នុងរូបព្រះអង្គខ្មៅដែលបងលីបានទិញពីគ្រូទាយនៅខេត្តកំពតកាលពីលើកមុននឹងឯងព្រះបដិមាខ្មោចនឹងនៅក្នុងរូបនឹងហ្មងចឹងបានថាបងប្អូនយើងត្រូវគិតដែរពេលខ្លះឃើញរូបព្រះបដិមាដែលគេលក់តាមផ្លូវឃើញស្អាតបងប្អូនក៏ទិញមកគ្រប់តែម្ដងអត់បានយកទៅប្រសិទ្ធិអញ្ចឹងនឹងគ្រាន់តែជាដុំថ្មដុំឈើធម្មតាទេអត់តន់រាប់ថាជាវត្ថុស័ក្តិសិទ្ធិទេអញ្ចឹងយើងត្រូវតែយកទៅឆ្លងទឹកឆ្លងអីធម្មត្រូវបានយើងអាចយកមកគោរពនៅផ្ទះវិញបានការពិតរូបនេះមិនមែនជារូបព្រះអង្គស័ក្តិសិទ្ធិអ្វីនោះទេវាគ្រាន់តែជាទេវរូបខ្មៅដែលត្រូវបានដាក់បញ្ចូលនៅវិញ្ញាណខ្មោចចាំផ្ទះម្នាក់តែប៉ុណ្ណោះអ្នកណាដែលបានយកមកដាក់នៅក្នុងផ្ទះនឹងធ្វើឲ្យប្រលឹងខ្មោចផ្សេងទៀតមិនហ៊ានចូលមកក្នុងផ្ទះឬក៏ធ្វើបាបម្ចាស់វាក៏ប៉ិតមែនប៉ុន្តែយូរទៅវិញ្ញាណនេះនឹងសន្ធិដ្ឋនៅជាមួយនឹងអ្នកថែរក្សាវាហើយស្រូបយកធម៌ពលពីមនុស្សនោះបន្តិចម្ដងដើម្បីទៅចិញ្ចឹមខ្លួនវាប្រៀបដូចជាវាកំពុងតែស៊ីមនុស្សនោះទាំងរស់វ៉ាវដូច្នេះហើយទើបថ្ងៃមុនប្រពន្ធបងលីក៏បានឃើញមនុស្សប្រុសមៀតធំរូបរាងខ្មៅមកសង្កត់លើខ្លួនស្ទើរតែថប់ដង្ហើមស្លាប់គឺជាម្នាក់នឹងឯង Oh my god ជាចុងក្រោយព្រះសង្ឃចៅអធិការក៏បានផ្ដល់ដំបូន្មានដល់បងលីថាត្រូវតែដកយករូបទេវរូបខ្មៅនោះយកទៅបោះចោលឲ្យឆ្ងាយនិងត្រូវរៀបចំពិធីបុណ្យទានធំមួយនៅក្នុងផ្ទះដើម្បីឧទ្ទិសបុណ្យកុសលទៅដល់ព្រលឹងខ្មៅអនាថានៅជុំវិញផ្ទះរបស់គាត់ឲ្យគេឆាប់បានទៅចាប់ជាតិឈប់នៅវល់តែតោនៅតំបន់នេះទៀតបន្ទាប់មកព្រះអង្គក៏បានយកខ្សែសីមាពណ៌សមួយដុំមកសូត្រប្រសិទ្ធិហើយក៏ចងទៅលើដៃប្រពន្ធបងលីចំណែកឯខ្សែសីមាដែលនៅសេសសល់មួយចំណែកធំទៀតក៏បានឲ្យបងលីយកទៅចងតាមរបងជុំវិញផ្ទះដើម្បីជារនាំងការពារមិនឲ្យខ្មោចព្រាយបិសាចអាចចូលមកក្នុងផ្ទះបានទៀតឡើយចុងក្រោយព្រះអង្គក៏បានផ្ដាំឲ្យបងលីនិងគ្រួសារជាពិសេសប្រពន្ធរបស់គាត់ថាត្រូវឧស្សាហ៍ទៅវត្តធ្វើបុណ្យឧទ្ទិសកុសលជារៀងរាល់ថ្ងៃសិលនិងរាល់ពិធីបុណ្យទានប្រពៃណីជាតិធំកុំបីអខានព្រមមានតែការធ្វើបុណ្យដាក់ទានតែប៉ុណ្ណោះដែលអាចជួយលើករាសីនិងជួយការពារខ្លួនយើងពីពពួកអមនុស្សទាំងឡាយបានហើយការដែលពីមុនផ្ទះបងលីមិនដែលមានរឿងរ៉ាវអ្វីកើតឡើងព្រោះរាសីមនុស្សទាំងអស់នៅក្នុងផ្ទះសុទ្ធតែឡើងខ្ពស់ល្អដោយផលបុណ្យចាស់និងផលបុណ្យថ្មីតែពេលអស់បុណ្យចាស់និងគ្មានបុណ្យថ្មីកើតឡើងទើបធ្វើឲ្យរាសីប្រពន្ធបងលីធ្លាក់ចុះស្រាប់ជាហេតុធ្វើឲ្យប្រលឹងវិញ្ញាណអមនុស្សអាចចូលមកជាយីបានដោយងាយស្រួលចាប់តាំងពីថ្ងៃនោះមកបងលីក៏ធ្វើតាមសម្ដីសង្ឃដីការបស់ព្រះអង្គដោយបានយកទេវរូបខ្មៅនោះយកទៅបោះបង់ចោលនៅក្នុងទឹកសមុទ្រនិងបាននិមន្តព្រះសង្ឃមកពីវត្តផ្សេងគ្នាចំនួន10ព្រះអង្គធ្វើបុណ្យសង្ឃទានយ៉ាងធំមួយប៉ិតមែនដើម្បីឧទ្ទិសបុណ្យកុសលទៅឲ្យពពួកវិញ្ញាណខ្មោចអនាថាដែលធ្លាប់តែវល់នៅផ្ទះគាត់
ក្រោយមកអ្វីៗក៏បានប្រសើរឡើងប្រពន្ធបងលីក៏ត្រឡប់មកមានស្មារតីដូចមនុស្សធម្មតាវិញបន្ទាប់មកគាត់ក៏បានបង្កើតនូវការប្រុងប្រយ័ត្នជាងមុនដោយបានផ្ដាំឪពុកម្ដាយក្មេកគាត់ថាបើមាននរណាគេមកអើតលើមនៅមុខផ្ទះឲ្យប្រញាប់ដេញគេចេញភ្លាមព្រោះយើងមើលមិនដឹងទេថាអ្នកណាស្អប់អ្នកណាស្រឡាញ់បងប្អូនយើងណាខ្លះពេញចិត្តនឹងយើងឬក៏មិនពេញចិត្តនឹងយើងដូច្នេះការពារប្រសើរជាងព្យាបាលដូចក្នុងករណីនេះអញ្ចឹងដែលត្រូវបងប្អូនសាច់ញាតិខ្លួនឯងយកឆ្អឹងខ្មោចអនាថាមកពីណាមិនដឹងមកដាក់លើដីដែលសង់ផ្ទះបំណងឲ្យម្ចាស់ផ្ទះនឹងនៅមិនបានសុខតែតម្រាំតែដឹងការពិតប្រពន្ធរបស់គាត់នឹងស្ទើរតែបាត់បង់ជីវិតទៅហើយ ស្អីដែលចង់ស្អាតកុំភ្លេចមក DR និយាយទៅធ្វើទៅពេញចិត្តកប់ចិត្តហ្មង នេះជំគាត់ធ្លាប់ធ្វើដូចជា6ឆ្នាំមុនហើយគាត់បានដោះចេញភាសាគាត់អត់ស្រឡាញ់ហើយអត់ពេញចិត្តណាស់ឥឡូវគាត់សម្រេចចិត្តធ្វើម្ដងទៀតជាមួយ DR របស់យើងគាត់ប្រើជាមួយកោសិកាផ្សំជួយគាត់ពេលបកចេញទៅគាត់ពិតចង់ទាំងអស់គ្នាឥឡូវមកប្រើផ្សំស្អាតខ្លាំងមែនទែនទាំងអស់គ្នាបាទកោសិកាផ្សំឲ្យកាត់ស្លាបទៀតទាំងអស់គ្នាអ្វីដែលសំខាន់បាទក្រោយការកាត់ស្លាបហើយអត់កាត់ចេះអត់មានឃើញស្នាមស្លាកកន្លែងស្លាបចំហហើយបាទគាត់បានមើលថែបានយ៉ាងល្អបាទរយៈពេល7ថ្ងៃនេះបាទឥឡូវបានកាត់ចេះស្អាតខ្លាំងមែនទែនបាទជាវិជ្ជាសាស្ត្រហើយបាទចឹងចង់បានចំហស្អាតជាមួយនឹងកោសិកាផ្សំអាចមក DR បានទាំងអស់គ្នាមកមើលចំហស្អាតយើងមួយដែលគាត់បានមួយឆ្នាំជាងទុក Barbie Premium ហើយឥឡូវមកកាត់ចេះមាត់ហើយប៉ុន្មានឆ្នាំទេចំហ អត់ឆ្នាំជាង មួយឆ្នាំជាងដែរធ្វើទុកឲ្យអត់ អត់ អត់ដែរចំហស្អាតខ្លាំងណាស់នេះចំហតែខ្ទង់ការធ្វើដូចជា500ជាងទេអត់ភ្លេចបាត់ដែរមួយឆ្នាំខ្ទង់ Barbie Premium 500ជាងឥឡូវកាត់មាត់ដល់នេះមាត់ស្អាតសាហាវហើយហើយជាមានវិធីច្រើនបាទមានតាំងពីការព្យួរ Fox Eye មានតែការព្យួរអញ្ចើមមានតាំងពីការកាត់ដបភ្នែកហើយនឹងកាត់ដបភ្នែកខ្ញុំនាំមកមើលកាត់ដបភ្នែកមួយដែលគាត់កាត់បាន4ថ្ងៃបាទតែគាត់ឈឺអត់អីអត់ណាអូយ៉ាបានថ្ងៃហ៎មានបាក់ថែបាក់អីអត់ចង់ស្អាតមក DR បានទាំងអស់គ្នាបាទមើលភ្នែកមើលច្រមុះគេ